បរិសុទ្ធជនជាតិវៀតណាមម្នាក់ផលិតកាហ្វេคล้ายៗប្រហែល10តោនលក់លើទីផ្សារអស់រយៈពេល2ឆ្នាំទើបបែកធ្លាយការពិតលោកដូវ៉ាន់គុយម្ចាស់រោងចក្រផលិតកាហ្វេវ៉ាន់គុយការ៉េ7ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់ពុតលីងនិងសណ្តែកសៀងលាយជាមួយសារធាតុបន្ថែមដើម្បីផលិតកាហ្វេคล้ายៗលក់លើទីផ្សារក្នុងបរិមាណប្រហែល10តោននៅថ្ងៃទី14ខែឧសភាឆ្នាំ2026លោកគុយអាយុ41ឆ្នាំត្រូវបានចោទប្រកាន់ដោយប៉ូលីសខេត្តអានយ៉ាងនិងឃុំខ្លួនក្នុងផ្ទះខណៈពេលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីបទផលិតនិងជួញដូរអាហារคล้ายៗក្នុងអំឡុងពេលត្រួតពិនិត្យរោងចក្រផលិតកាហ្វេវ៉ាន់គុយការ៉េ7ក្នុងឃុំហ្វូហ៊ូប៉ូលីសបានរកឃើញថាហាងកាហ្វេនេះកំពុងប្រើប្រាស់ម្សៅពោតនិងសណ្តែកសៀងលីងជាមួយសារធាតុបន្ថែមដើម្បីផលិតកាហ្វេកិនคล้ายៗផលិតផលនេះត្រូវបានលក់នៅលើទីផ្សារក្នុងតម្លៃ$80,000ដងទៅ$10,000ដងដែលប្រហែលនឹង$3ទៅ$4អាមេរិកក្នុង1គីឡូក្រាមក្នុងអំឡុងពេលឆ្មាក់ចូលប៉ូលីសបានរកអូសផលិតផលកាហ្វេសម្រាប់ជិត80គីឡូក្រាមវត្ថុធាតុដើមកែច្នៃរួចជាង1តោនរួមជាមួយនឹងម៉ាស៊ីនផ្សេងៗសារធាតុបន្ថែមនិងសម្ភារៈវេចខ្ចប់ដែលប្រើប្រាស់ក្នុងការផលិតលទ្ធផលតេស្តបានបង្ហាញថាគំរូកាហ្វេដែលផលិតដោយរោងចក្រនេះមិនមានផ្ទុកជាតិកាហ្វេអ៊ីនទេដែលផ្ដល់ហេតុផលគ្រប់គ្រាន់ដើម្បីកំណត់ថាវាជាផលិតផលคล้ายៗក្នុងអំឡុងពេលសួរចម្លើយនៅទីភ្នាក់ងារស៊ើបអង្កេតលោកគុយបានសារភាពថាចាប់ពីដើមឆ្នាំ2024រហូតមកដល់ពេលនេះលោកបានលក់កាហ្វេคล้ายៗប្រហែល10តោននៅលើទីផ្សារយ៉ាងណាមិញប៉ូលីសកំពុងពង្រីកការស៊ើបអង្កេតរបស់ពួកគេដើម្បីចាត់វិធានការប្រឆាំងនឹងអ្នកដែលពាក់ព័ន្ធ